ចំពួកគេមកទីហើយបងប្អូនចាក់សម្លេងរំខានអ្នកភូមិជោគជ័យយើងទីហើយបងប្អូននិងភូមិប្រចាំក្រោយស្ងប់ស្ងាត់រយៈពេល3ថ្ងៃថៃបន្តចាក់សម្លេងរំខានអ្នកភូមិជោគជ័យដែលមានកម្រិតរលកសម្លេងខ្ពស់បំផុតអញ្ចឹងមេតាចែករំលែកម្នាក់មួយដំណឹងថ្មីក្តៅៗថ្ងៃទី17នេះតែម្ដងបន្ទាយមានជ័យបន្ទាប់ពីស្ងប់ស្ងាត់3យប់នៅថ្ងៃទី17ខែតុលាឆ្នាំ2025នេះថៃបន្តចាក់សម្លេងរំខានអ្នកភូមិជោគជ័យដោយមានកម្រិតរលកសម្លេងខ្ពស់បំផុតកាលពីថ្ងៃទី10ដល់ថ្ងៃទី13ខែតុលាឆ្នាំ2025បុគ្គលថៃជ្រុលនិយមបាក់ដៃដោយកងទ័ពថៃនិងអាជ្ញាធរខេត្តស្រះកែវបានចាក់សម្លេងរំខានប្រជាពលរដ្ឋភូមិជោគជ័យនិងភូមិប្រច័ន្ទរួចម្ដងមកហើយបន្ទាប់ពីមានការប្រតិបត្តិការជាច្រើនពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏ដូចជាអ្នកសិទ្ធិមនុស្សសមាជិកប្រសិទ្ធភាពនិងអ្នកនយោបាយថៃពួកគេបានផ្អាកការចាក់សម្លេងរំខាននេះចំនួន3យប់មកហើយនៅវេលាម៉ោង 5:30 នាទីល្ងាចថ្ងៃសុក្រទី17ខែតុលាឆ្នាំ2025នេះបុគ្គលជ្រុលនិយមថៃបោកដៃដោយយោធាថៃនិងអាជ្ញាធរខេត្តស្រះកែវបានបន្តចាក់សម្លេងរំខានដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យទឹកដីកន្លែងដែលថៃបានរំលោភបំពានពោតបន្លាលួសយកចំការស្រែនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរការចាក់សម្លេងរំខាននៅពេលនេះគេប្រើឧបករណ៍បំពងសម្លេងចំនួន4រថយន្តរបៀបការចាក់សម្លេងនេះពួកគេបានស្ទូចឧបករណ៍មួយចំនួនឡើងលើកម្ពស់30ម៉ែត្រហើយឧបករណ៍បំពងសម្លេង3រថយន្តផ្សេងទៀតដាក់ខាងក្រោមឧបករណ៍បំពងសម្លេងដែលគេចាក់នេះត្រូវបានបញ្ជាក់ថាដែលមានកម្រិតសម្លេងរង្វង់500 decibel ដែលជាកម្រិតរលកសម្លេងខ្ពស់បំផុតហើយអាចឮចម្ងាយប្រមាណ30គីឡូម៉ែត្រជាទូទៅទិជារបស់មនុស្សអាចទទួលយកកម្រិតសម្លេងរង្វង់100 decibel តែប៉ុណ្ណោះកម្រិតរលកសម្លេងរហូតដល់500 decibel នឹងធ្វើឲ្យមនុស្សបែកក្តារតិចឈឺក្បាលវិលមុខនិងក្អួតចង្អោរការចាក់សម្លេងរំខាននេះគឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរហើយជាទម្រង់នៃការធ្វើទរណកម្មស្មារតីដែលអនុសញ្ញាស្តីពីការធ្វើទរណកម្មហាមឃាត់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទមានប្រជាពលរដ្ឋប្រមាណជាង 3000 នាក់ក្នុងនោះក៏មានចាស់ជរាជនមានពិការភាពអ្នកជំងឺជនមានពិការភាពស្ត្រីសម្រាប់កូនស្ត្រីមានផ្ទៃពោះនិងក្មេងតូចរលកសម្លេងដ៏ខ្លាំងក្លានេះពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិការចាក់សម្លេងនេះមិនលើដល់អ្នកភូមិថៃទេព្រោះឧបករណ៍ដែលគេដាក់សម្ដៅគឺមកភូមិកម្ពុជាយើងហើយអ្នកភូមិនៅថៃមានចម្ងាយឆ្ងាយពីកន្លែងចាក់សម្លេងនេះអ្នកតាមដានព្រឹត្តិការណ៍ព្រំដែនកម្ពុជាថៃអំពាវនាវដល់ឧត្តមស្នងការអន្តរជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ទង្វើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះអញ្ចឹងបងប្អូនគឺការចាក់សម្លេងនេះលេងមីក្រូតែម្ដងហើយស្ទួយកម្ពស់ប្រមាណ30ម៉ែត្រហើយរថយន្ត3គ្រឿងនៅខាងក្រោមគឺដាក់ខាងក្រោមផ្សេងទៀតសុទ្ធតែមីក្រូបងប្អូនអូយបងប្អូនហើយចាក់ហ្នឹងគឺចាប់ដើមចាក់បាទចាប់ពីម៉ោង5ល្ងាចនេះបងប្អូនហើយបើតាមការបង្ហោះនៅលើ page ខៅសតគេថាចាក់ចាប់ពីថ្ងៃទី17ដល់ថ្ងៃទី19បងប្អូនហេបងប្អូនហើយគេទៅបាទ remote អាច comment នៅខាងក្រោមវីដេអូបានសូមអរគុណ